សូមស្វាគមន៍មកកាន់កម្ពុជាព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រនិងអរិយធម៌ដ៏អស្ចារ្យលាតសន្ធឹងរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបន្សល់ទុកនៅបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មនិងហត្ថកម្មដ៏វិសេសវិសាលតួយ៉ាងរបាំអប្សរាគឺជាសិល្បៈវប្បធម៌ដ៏លេចធ្លោមួយដែលបង្ហាញនូវសម្រស់និងអត្តសញ្ញាណជាតិខ្មែរប្រកបដោយមោទនភាពជាដែនដីដែលមានអំណោយផលពីធម្មជាតិយ៉ាងសម្បូរបែបទាំងជួរភ្នំព្រៃព្រឹក្សាដងស្ទឹងទន្លេបឹងបួសមុទ្រទឹកធ្លាក់និងសត្វព្រៃចម្រុះបានធ្វើឲ្យកម្ពុជាក្លាយជាទីកន្លែងដ៏ទាក់ទាញមួយនៅលើពិភពលោកពីសំណាក់ភ្ញៀវទេសចរមកពីគ្រប់ទិសទីលក្ខណៈសម្បត្តិដ៏អស្ចារ្យទាំងអស់នេះព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាដែនដីសុវណ្ណភូមិភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាស្ថាបនិកនិងជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃព្រមទាំងជាប្រតិបត្តិការដ៏ឆ្នើមបានធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពស្ថិរភាពនិងសាមគ្គីភាពជាតិដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យជាអាតកំណើនសេដ្ឋកិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការវិនិយោគទេសចរណ៍សុខាភិបាលនិងនវានុវត្តន៍ Digital សមិទ្ធផលទាំងនេះបានបង្កើតបរិយាកាសអំណោយផលយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍនិងការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាមួយនឹងការរីកចម្រើនទាំងអស់នេះកម្ពុជាក៏បានបន្តពង្រឹងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិតាមរយៈការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាពហុភាគីក្នុងបរិបទនេះសភាកម្ពុជាក៏មានតួនាទីដ៏សំខាន់ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមកការសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងសភានានាដើម្បីរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការចែករំលែកទស្សនៈនេះកម្ពុជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026នៅរាជធានីភ្នំពេញសន្និសីទនេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រធានសភាថ្នាក់ដឹកនាំសភាតំណាងអង្គការអន្តរសភានិងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានាចូលរួមពិភាក្សាផ្លាស់ប្ដូរទស្សនៈនិងចែករំលែកបទពិសោធន៍ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាអន្តរសភាក្នុងខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនិងមានការវិវត្តប្រែប្រួលឥតឈប់ឈរតាមរយៈសន្និសីទនេះសភានានាអាចរួមគ្នាស្វែងរកវិធីសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនិងរួមចំណែកកសាងសន្តិភាពស្ថិរភាពនិងវិបលភាពរួមសម្រាប់កម្ពុជាការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2គឺជាការបង្ហាញអំពីការបដិញ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់ការចូលរួមនិងកិច្ចសន្ទនាអន្តរសភាដើម្បីសន្តិភាពសន្តិសុខនិងការអភិវឌ្ឍព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃបណ្ដាប្រទេសនានាក្នុងស្មារតីនេះកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូនិងភ្ញៀវកិត្តិយសទាំងអស់
ដែលអញ្ជើញមកកាន់រាជធានីភ្នំពេញដើម្បីរួមគ្នាចែករំលែកទស្សនៈពង្រឹងសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងបន្តកសាងស្ពាននៃការយោគយល់គ្នាឆ្ពោះទៅរកអនាគតមួយដែលមានសន្តិភាពស្ថិរភាពនិងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូលសូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ